ស្បែកមុខមានជាតិខ្លាញ់ស្បែកមុខមានជាតិខ្លាញ់ច្រើនកើតនៅលើយុវវ័យព្រោះវ័យនេះមានអរម៉ូនភេទច្រើនទៅរំញោចប្រព័ន្ធធ្វើការក្នុងក្រពេញជាតិខ្លាញ់កាន់តែខ្លាំងឡើងក្រៅពីនេះមានមូលហេតុជាច្រើនបណ្ដាលឲ្យមុខមានជាតិខ្លាញ់ដូចជាមានស្ត្រេសការផ្លាស់ប្ដូរនៃអរម៉ូនមានកម្ដៅក្តៅខ្លាំងការជ្រើសរើសផលិតផលមិនសមស្របនឹងស្បែកមុខនិងការលុបលាងមុខច្រើនដងពេកក្នុងមួយថ្ងៃជាពិសេសមានការតាក់ទងនឹងរោមរីកធំធ្វើឲ្យស្បែកមុខមើលទៅមិនម៉ត់រលោងថែមទាំងមានមុននៅម្ដុំបរិវេណច្រមុះច្រើនស្បែកមុខឡើងខ្មៅស្រអាប់មិនស្រស់ថ្លាវិធីថែស្បែកមុខគឺគួរជ្រើសរើសផលិតផលថែរក្សាស្បែកមុខសមស្របនឹងស្បែកមុខមានជាតិខ្លាញ់ហើយក្នុងខណៈពេលដែលកំពុងលុបលាងមុខគួរប្រើដៃធ្វើជារង្វង់ថ្នមជុំវិញផ្ទៃមុខដើម្បីកម្ចាត់ជាតិខ្វក់ដែលបណ្ដាលឲ្យស្ទះរោមចេញអស់បន្ទាប់មកប្រើសម្លៃជូតផលិតផលលាងមុននោះចេញមុននឹងលុបលាងមុខដោយទឹកក្តៅវណ្ណហើយលាងដោយទឹកត្រជាក់មួយសាទៀតដើម្បីបង្រួមរោមបន្ទាប់មកប្រើលេបំពន់ស្បែកឬជូនណឺដើម្បីគ្រប់គ្រងជាតិខ្លាញ់និងបង្រួមរោមម្ដងទៀតហើយត្រូវលាបឡេការពារកម្ដៅថ្ងៃដែលមានគុណភាពអាចការពារមិនឲ្យកើតជួមស្នាមអុចខ្មៅចេញពីកាំរ៉ូសមីយ៉ូវីប៊ីការពារការកើតជីវជ្រួញចេញពីកាំរ៉ូស្មេយ៉ូវីអេចំណែកឯការតុបតែងមុខចំពោះមុខមានជាតិខ្លាញ់គួរប្រាំសៅហុយជាមុនសិនមុននឹងតុបតែងមុខប្រើគ្រឿងសម្អាងណាដែលគ្មានជាតិប្រេង oil free សមជាមួយអាហារសម្រាប់អ្នកមានស្បែកមុខមានជាតិខ្លាញ់ការពារការកើតមុនគួរទទួលទានទឹកក្រូចឆ្មាពេងបោះឆៃថាវស្បែកក្តោបបន្លែមានពណ៌បៃតងចាស់ស្បៃសុទ្ធទំពាំងនិងគ្រាប់ធាញ់ជាតិស្បែកមុខស្ងួតស្បែកមុខស្ងួតជាស្បែកមុខគ្មានសំណើមស្បែកគ្រើមនៅលើមុខស្បែកមានពណ៌ខ្មៅស្រអាប់មិនស្រស់ថ្លាមកហើយនៅរដូវរងាវិញមានរបបស្បែកចេញមូលហេតុអស់ទាំងនេះហើយបណ្ដាលឲ្យមានស្បែកស្ងួតមានឱកាសកើតស្នាមជីវជ្រួញយាធ្លាក់មុនអាយុច្រើនជាងអ្នកដែលមានស្បែកមុខប្រភេទផ្សេងទៀតតែមានចំណុចល្អខ្លះគឺមិនសូវជួបប្រទះបញ្ហាមានមុននៅលើផ្ទៃមុខមានរោមតូចធ្វើឲ្យស្បែកមុខរលោងវិធីថែរក្សាស្បែកមុខស្ងួតគួរជៀសវាងផលិតផលទឹកជូតមុខគ្រឿងសម្អាងដែលផ្សំឡើងដោយជាតិអាល់កុលនិងលាងមុខឲ្យបានតិចបំផុតព្រោះប្រសិនជាលុបលាងមុខច្រើនដងបណ្ដាលឲ្យស្បែកមុខកាន់តែស្ងួតលើសដើមគួរជ្រើសរើសផលិតផលលាងមុខជាប្រភេទសាប៊ូហ្វូមលាងមុខជាជាតិស្រាលផ្សំដោយម៉ូយរ៉េស៊ឺដើម្បីបន្ថែមសំណើមដល់ស្បែកទទួលទានទឹកមួយថ្ងៃ8កែវមិនគួរងូតទឹកក្តៅព្រោះកាន់តែធ្វើឲ្យស្បែកបាត់បង់ជាតិខ្លាញ់និងមិនត្រូវងូតទឹកញឹកញាប់ឬងូតទឹកប្រើពេលវេលាយូរនោះឡើយព្រោះកាន់តែធ្វើឲ្យស្បែកបាត់បង់ជាតិខ្លាញ់ថែមទៀតអាហារសម្រាប់អ្នកមានស្បែកមុខស្ងួតមានផ្លែប៉ោមទឹកដោះគោស្រស់ស្រូវសាលីអាល់ម៉ុនសណ្តែកសៀងនិងបណ្ដូលពោតខ្ចីស្បែកចម្រុះជាប្រភេទស្បែកលីឡំជាតិខ្លាញ់និងស្បែកមុខស្ងួតនៅជាមួយគ្នាស្បែកមានជាតិខ្លាញ់ច្រើនតែនៅម្ដុំថ្ងាសច្រមុះនិងចង្កាច្រើនមានជាតិខ្លាញ់ច្រើនជាងចំណុចផ្សេងនៅលើផ្ទៃមុខថែមទាំងមានរោមរីកធំនៅម្ដុំនោះទៀតផងចំណែកស្បែកស្ងួតមាននៅត្រង់ថ្ពាល់ទាំងសងខាងវិធីថែរក្សាស្បែកមុខចម្រុះគួរប្រើដែលឬហ្វូមលាងមុខប្រភេទស្រាលដែលជួយកាត់បន្ថយជាតិខ្លាញ់ដែលលើសចេញនិងជាតិខ្វក់ទាំងឡាយនៅម្ដុំនោះដែលបណ្ដាលឲ្យកើតមុនចំណែកកន្លែងស្បែកស្ងួតវិញគួរប្រើសាប៊ូប្រភេទស្រាលដើម្បីរក្សាសំណើមក្រោមស្រទាប់ស្បែកមិនឲ្យស្ងួតពេកគួរលាបឡេការពារកម្ដៅថ្ងៃរាល់ថ្ងៃចំណែកអាហារសម្រាប់ស្បែកប្រភេទនេះមានដូចជាផ្លែត្របែកមង្ឃុតសណ្តែកបារាំងទឹកដោះគោស្រស់និងយ៉ាអ៊ូអាហារសុខភាពស្បែកពន្យាអាយុចាស់ការទទួលទានអាហារត្រឹមត្រូវតាមក្បួននិងមានអនាម័យធ្វើឲ្យរាងកាយមានសុខភាពល្អជៀសផុតពីជំងឺឈឺថ្កាត់ផ្សេងហេតុដូច្នេះហើយយើងគួរងាកមកចាប់អារម្មណ៍អាហារពន្យាការចាស់មុនអាយុល្អជាងគ្រប់បន្លែផ្លែឈើទាំងអស់សុទ្ធតែមានប្រយោជន៍ជាពិសេសចំពោះវីតាមីន A C O ជាអាហារចាំបាច់ដល់សុខភាពស្បែករបស់អ្នកយ៉ាងខ្លាំងព្រោះវាសម្បូរទៅដោយកាកសរសៃរារាំងការបឺតយកជាតិខ្លាញ់និងកូលេស្តេរ៉ុលបានទៀតផងនិងជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកស្ទះខ្លាញ់ក្នុងសរសៃឈាមធ្វើឲ្យប្រព័ន្ធបន្ទោរបងដំណើរការល្អព្រមទាំងកាត់បន្ថយអាការគៀនលាមកបានទៀតផងមិនត្រឹមតែប៉ុណ្ណោះវាធ្វើឲ្យស្បែកស្រស់ថ្លាមានសំណើមប្រសិនជាយើងទទួលទានជាប្រចាំនិងមានផលល្អចំពោះសុខភាពហើយត្រូវហាត់ប្រាណជាមួយគ្នាផងដែរស្បែករបស់អ្នកស្រស់ថ្លាវាអាស្រ័យទៅលើអាហារសម្រាប់ស្បែក